សួស្តីអ្នកទាំងអស់គ្នាចា៎នេះវាមកជួបគ្នាទៀតហើយចា៎នេះខ្ញុំលើកវីដេអូនេះយកមកនិយាយទៀតហើយព្រោះដោយសារនៅតែអត់ទាន់ទៅដល់ព័ត៌មាននឹងចែករំលែកដល់បងខ្មែរយើងទាំងអស់គ្នាដែលគាត់ឥឡូវហ្នឹងដូចថាអ្នកខ្លះចឹងទៅគាត់ចាស់គាត់ចូលអត្រែតអ្នកខ្លះចឹងទៅដូចថាគាត់ឈឺគាត់អីចឹងទៅគាត់ចង់បានស៊ីលុយចាស់គាត់ចង់បាន transfer របស់ទ្រព្យសម្បត្តិរបស់គាត់ទៅឲ្យកូនចា៎អញ្ចឹងអ្វីមួយដែលខ្ញុំចង់វិលត្រឡប់មកចែករំលែកអ្នកទាំងអស់គ្នារាល់ពេលអ្នកទាំងអស់គ្នាធ្វើអីគឺត្រូវរកព័ត៌មានច្បាស់លាស់ព្រោះជាងការទៅពេលដែលយើង transfer ហើយគឺ transfer អី transfer គឺចង់និយាយថាការដោះដូររវាងពីម្ចាស់ផ្ទះផ្ទាល់ខ្លួនឡើយហ្នឹងទៅឲ្យដូចថាអ្នកណាគេដូចជាកូនប្រុសកូនស្រីដើម្បីថាក្នុងករណីថាគាត់ទៅ apply យកមានលេខាគាត់ទៅ apply ស៊ីលុយចាស់គាត់ទៅ apply ផ្សេងហើយអ្នកខ្លះទៀតចឹងទៅជួនកាលគាត់មានផ្ទះមានអីហើយប៉ុន្តែគាត់ចង់ដកលុយចាញ់អញ្ចឹងគាត់មានចំណូល income ច្បាស់លាស់គាត់ទៅយកក្មួយគាត់ទៅយកប្អូនឬមកគាត់ទៅយកអ្នកណាគេដែលអត់ស្គាល់ហ្នឹងយកមកដាក់ចូលដើម្បីដកឈ្មោះចាញ់ដើម្បីដកលុយបានចាញ់ព្រោះដោយសារឥឡូវហ្នឹងគាត់អត់ធ្វើការឬមួយដោយសារឥឡូវគាត់ចាស់គាត់អីចឹងណាអញ្ចឹងគាត់ដោះដូរឈ្មោះហ្នឹងទៅឲ្យសម័យខ្លួនមួយទៀតអញ្ចឹងនាងខ្ញុំចង់និយាយថាអញ្ចឹងរាល់ពេលអ្នកទាំងអស់គ្នាសើរើសំណុំឯកសារកម្មសិទ្ធិគឺយើង transfer title កម្មសិទ្ធិពីមនុស្សម្នាក់ទៅមនុស្សម្នាក់ធម្មតាកន្លែងអ្នក tax assessor គឺគេអត់ដឹងទេគេអត់ដឹងថាយើងត្រូវជាបងប្អូនគេអត់ដឹងថាយើងអីគឺគេ trigger property tax ហ្នឹងហ្មងអញ្ចឹងដោយការជំនាន់ទិញពីមុនឥឡូវដល់ពេលយើងចង់ transfer ឈ្មោះឥឡូវហ្នឹងអញ្ចឹង property tax យើងទៅជាតួលេខតម្លៃផ្សេងអ្នកទាំងអស់គ្នាចា៎អញ្ចឹងយ៉ាងណាមិញគឺនាងខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងដែលថាសំខាន់រាល់ពេលអ្នកទាំងអស់គ្នាធ្វើអីក៏ដោយអញ្ចឹងជួនកាលដោយសារព័ត៌មានច្បាស់លាស់ជួនកាលដោយសារកលៈទេសៈត្រូវធ្វើប៉ុន្តែដល់ពេលធ្វើហើយវាទៅជាលក្ខណៈមានបញ្ហាថ្ងៃក្រោយអញ្ចឹងនេះខ្ញុំចង់បញ្ជាក់តិចថាធម្មតាយើងធ្វើអីក៏បានដែរប៉ុន្តែចង់និយាយថារាល់ពេលដែលយើងធ្វើអីមួយគឺវាមានដូចថាចំណុចល្អនិងចំណុចមិនល្អចាអញ្ចឹងជាពិសេសអ្នកខ្លះទៀតដែលគាត់អត់ដឹងគាត់ទៅ refinance ដាក់ឈ្មោះក្មួយដាក់អីចូលហ្នឹងអញ្ចឹងនេះខ្ញុំចង់និយាយថាអ្នកទាំងអស់គ្នាធ្លាប់តែជាម្ចាស់កម្មសិទ្ធិ 100% អញ្ចឹងឥឡូវពេលដែលយើង add មនុស្សចូលទៅក្នុង title យើងត្រូវបង់ប្រាក់បិទថ្លៃព្រោះដោយសារអីឥឡូវហ្នឹងគឺយើងមានឈ្មោះកម្មសិទ្ធិ2នាក់នៅលើកម្មសិទ្ធិហ្នឹងទី1ទី2គឺពេលដែលយើងដាក់ឈ្មោះក្មួយចូលឬមួយអ្នកណាគេក៏ដោយសំខាន់ដោយសារយើងចង់ដកលុយចេញពីផ្ទះអញ្ចឹងយើងដាក់ឈ្មោះគាត់ចូលដោយសារគាត់មានចំណូល income មានអីហ្នឹងណាអញ្ចឹងវាទៅជាលក្ខណៈមួយដែលថាអ្នកទាំងអស់គ្នាលែងជាកម្មសិទ្ធិហ្នឹង 100% ហើយថ្មីបិទតែគាត់គឺជា co-sign អ្នកទាំងអស់គ្នាមែនប៉ុន្តែធម្មតាសំណុំឯកសាររៀបចំឬកម្មសិទ្ធិគឺវាទៅមានឈ្មោះ2នាក់អញ្ចឹងបានន័យថាបើអ្នកទាំងអស់គ្នា add 2នាក់ចូលទៅក្នុងហ្នឹងអញ្ចឹងវាមាន3នាក់អញ្ចឹងកម្មសិទ្ធិក៏ត្រូវចែកទៅជា3ដែរចឹងយ៉ាងណាមិញរាល់ពេលធ្វើអីក៏ដោយអ្នកទាំងអស់គ្នាគឺត្រូវ make sure សំណុំឯកសារច្បាស់លាស់មុននឹងយើងសម្រេចព្រោះតែយើងធ្វើហើយគឺហើយអីអញ្ចឹងដល់ពេលយើងដកលុយនឹងយកមកស្រាប់ដល់ពេលថ្ងៃក្រោយទៅយើងចង់បងដាច់ផ្ទះហ្នឹងឬមួយក៏យើងចង់សាររើសំណុំឯកសារវិញសម្រាប់អ្នកដែលគាត់ co-sign ជាមួយយើងហ្នឹងគាត់ទៅណាបាត់ហើយអញ្ចឹងក្នុងករណីហ្នឹងផ្ទះហ្នឹងវាត្រូវបែងចែកទៅជាចំណុច 2-3 ចំណែកអញ្ចឹងបើសិនជាអ្នក 2-3 ចំណែកហ្នឹងគាត់អត់ព្រមសញ្ញាអីអ្នកទាំងអស់គ្នាទេគឺអ្នកទាំងអស់គ្នាគឺគៀងកតាស្នាមនៅនឹងហ្មងព្រោះដោយសារអីថ្មីបិទតែយើង add គេជាកម្មសិទ្ធិ co-sign មែនប៉ុន្តែយ៉ាងណាមិញគឺគេមានកម្មសិទ្ធិនៅក្នុងផ្ទះយើងដែរអ្នកទាំងអស់គ្នាចាអញ្ចឹងនេះខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងហើយដូចអ្នកខ្លះអញ្ចឹងទៅគាត់ថាគាត់ចាស់ហើយគាត់ឈឺគាត់អីអញ្ចឹងទៅអញ្ចឹងគាត់ចង់ផ្លាស់ប្ដូរកម្មសិទ្ធិហ្នឹងទៅឲ្យក្មួយទៅឲ្យកូនទៅឲ្យបងប្អូនទៅឲ្យអីអ្នកទាំងអស់គ្នានេះខ្ញុំចង់និយាយថាពេលដែលយើង transfer កម្មសិទ្ធិផ្ទះរបស់យើងដែលបកគលទៅឲ្យជាអ្នកគាត់ដែលថាដែលយើងទុកចិត្តដែលយើងដែលថាអត់តន់តណាតណីដែលយើងចង់រស់នៅនឹងចង់អីដែរអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើបានប៉ុន្តែពេលដែលយើងបកគលសិទ្ធិទៅឲ្យគេ 100% ហើយអ្នកទាំងអស់គ្នាលែងជាកម្មសិទ្ធិហើយនៅក្នុងហ្នឹងលែងជាម្ចាស់ផ្ទះហើយអញ្ចឹងកតាស្នាមនៅលើគេស្មាតូឧទាហរណ៍យើងគិតថាយើងមានបញ្ហាស្រាប់តែពេលយើងអត់តន់មានបញ្ហាហើយយើងបកគលសិទ្ធិទៅឲ្យផ្ទះហ្នឹងគេ 100% បាត់ហើយហ្នឹងអញ្ចឹងគេចង់ដេញអ្នកទាំងអស់គ្នាចេញក៏បានគេចង់លក់ផ្ទះហ្នឹងក៏បានគេចង់យកលុយទៅធ្វើអីក៏បានព្រោះផ្ទះហ្នឹងគឺជាផ្ទះរបស់គេហើយមិនមែនជាផ្ទះអ្នកទាំងអស់គ្នាទេអញ្ចឹងពេលដែលយើងដោះដូរកម្មសិទ្ធិនីមួយចាគឺយើងត្រូវប្រយ័ត្នប្រយែងអ្នកទាំងអស់គ្នាចាមិនប្រកាសថាដោះដូរទៅគឺល្អទេតែបើអ្នកទាំងអស់គ្នាបារម្ភថាថ្ងៃក្រោយទៅមានបញ្ហាអីកើតឡើងយើងអត់ចង់ឲ្យផ្ទះយើងទៅជារបស់រដ្ឋយើងអត់ចង់ឲ្យផ្ទះយើងមានបញ្ហាកាត់កងឬមួយចែកអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើជាកតាស្នាមបណ្ដាំមរតកចាឬមួយអ្នកទាំងអស់គ្នាបើកផ្ទះអ្នកទាំងអស់គ្នាហ្នឹងគឺជាទៅជាកម្មសិទ្ធិគេហៅ living trust អញ្ចឹងយ៉ាងណាមិញគឺយើងអាច transfer information របស់យើងហ្នឹងចូលទៅក្នុង living trust
ហើយយើងគឺជាម្ចាស់សម័យខ្លួន living trust ហ្នឹងអញ្ចឹងដល់រាបណាយើងអត់តន់តាណាទេផ្ទះហ្នឹងគឺនៅជារបស់យើងដល់រាបណាយើងអត់តន់តាណាទេយើងគឺជាម្ចាស់កម្មសិទ្ធិ trust ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចកែប្រែសំណុំឯកសារអាចធ្វើបណ្ដាំមរតកឲ្យអ្នកនេះទទួលខុសត្រូវឲ្យអ្នកនេះជួយរ៉ាប់រងឬមួយបកគលទៅឲ្យអ្នកនេះអញ្ចឹងយ៉ាងណាមិញកុំឲ្យមានការចំណែកឬមួយក៏យើងទៅបាត់ហើយអញ្ចឹងណាអញ្ចឹងយ៉ាងណាមិញសំណុំឯកសារគឺយើងអាចដាក់បកតម្កល់នៅក្នុងហ្នឹងអញ្ចឹងអូស្មាតូបើសិនអ្នកទាំងអស់គ្នាមានបញ្ហាកើតឡើងគឺគេអាចយកសំណុំឯកសារហ្នឹងយកទៅប្រើការបានចាអញ្ចឹងនាងខ្ញុំចង់បញ្ជាក់ថាពេលដែលយើងដោះដូរកម្មសិទ្ធិពេលដែលយើងថែមមនុស្សចូលទៅក្នុងកម្មសិទ្ធិផ្ទះចាគឺជាចំណុចសំខាន់អាហ្នឹងរបៀបថាយើងតាមពិតទៅយើងគ្រាន់តែធ្វើក្នុងករណីសំណុំឯកសារយើងគ្រាន់តែធ្វើចង់ដកលុយចេញចង់អីទេ yes អ្នកទាំងអស់គ្នាប៉ុន្តែសម្រាប់សំណុំឯកសារគឺសំណុំឯកសារតែយើងមានឈ្មោះគេហើយយើងចង់ធ្វើអីវិញក៏ពិបាកដែរតែគេមានកម្មសិទ្ធិនៅក្នុងហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាអត់ព្រមសញ្ញេអត់ព្រមទទួលយកព្រមពីគេក៏អ្នកទាំងអស់គ្នាធ្វើអីបានដែរអញ្ចឹងនាងខ្ញុំចង់បញ្ជាក់ឲ្យបញ្ជាក់ទៀតកម្មសិទ្ធិផ្ទះគឺមានសារៈសំខាន់ណាស់អ្នកទាំងអស់គ្នាចង់ដោះដូរចង់ដាក់ឈ្មោះថែមចង់ដកឈ្មោះចេញចង់ធ្វើអីក៏ដោយគឺអ្នកទាំងអស់គ្នាត្រូវពិភាក្សានិងរកមើលកន្លែងសំណុំឯកសារឬមួយរកមើលចម្លើយច្បាស់លាស់ព្រោះតែយើងធ្វើហើយគឺធ្វើហើយអ្នកទាំងអស់គ្នាសុកនេះយើងសញ្ញេស្អីក៏ដោយគឺយើងមានសាក្សីមានសិទ្ធិមានច្បាស់លាស់យើងអាចវិលត្រឡប់ទៅរកគេវិញបានទេពួកអីតែយើងដាក់ឈ្មោះគេគឺគេមានសិទ្ធិក្នុងហ្នឹងឯងអញ្ចឹងមិនមែនថាអូយើងគ្រាន់តែដាក់ដើម្បីដកលុយចេញគេអត់មានអីគេគ្រាន់ជាខុសសាញអត់ទេអ្នកទាំងអស់គ្នាតែយើងដាក់ឈ្មោះគេចូលហើយគឺគេមានកម្មសិទ្ធិនៅក្នុងផ្ទះយើងដែរតែយើង transfer សិទ្ធិរបស់យើងទៅឲ្យគេហើយគេនឹងហើយគឺជាម្ចាស់ផ្ទះគេនឹងហើយគឺជាអ្នកត្រូវមានសិទ្ធិចង់លក់ចង់ដកលុយចេញចង់ដេញយើងចេញពីផ្ទះក៏យើងអត់មានកតាស្នាមបញ្ជាក់ដែរអញ្ចឹងនេះខ្ញុំចង់និយាយថារាល់ពេលអ្នកទាំងអស់គ្នាធ្វើអីក៏ដោយចាវាអាចជាលក្ខណៈដែលយើងបានទៅមួយកន្លែងតែវាអាចទៅជាបញ្ហាទៅមួយកន្លែងទៀតចាអញ្ចឹងនាងខ្ញុំតែងតែលើកយកមកនិយាយហើយនិយាយទៀតចាជាពិសេសសម្រាប់បងខ្មែរយើងដែលគាត់គិតថាអត់អីទេក្មួយយើងអត់អីទេកូនយើងអត់អីទេនេះយើងនាងខ្ញុំឃើញច្រើនហើយអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាយើងអត់តន់ច្បាស់លាស់អ្នកទាំងអស់គ្នាអាចបើកទៅជា living trust ទៅអីក៏បានដែរអញ្ចឹងក្នុងករណីមានបញ្ហាអីគឺគេអាចយកបណ្ដាំមកដកយើងនឹងយកទៅធ្វើបានឬមួយក៏របៀបឯថាបើសិនជាអ្នកទាំងអស់គ្នាត្រូវការលុយដកចេញតែដោយសារយើងអត់មានចំណូលយើងមានកម្មវិធីខ្ចីលុយដែលគេអត់ពឹងផ្អែកទៅលើចំណូល income ទេអញ្ចឹងទោះជាអ្នកទាំងអស់គ្នាស៊ីលុយអត្រែតក៏ដោយទោះជាអ្នកទាំងអស់គ្នាអត់មានការងារធ្វើក៏ដោយបើត្រូវការដកលុយចេញគឺយើងធ្វើបានគ្រាន់តែថាសំខាន់តែអ្នកទាំងអស់គ្នាយកលុយពីណាមកយកមកបង់វិញអារឿងដកគឺវាដកបានប៉ុន្តែសំខាន់ដូចថាធម្មតាយើងអត់មានចំណូល income ធម្មតាយើងឥឡូវអត្រែតអញ្ចឹងយើងអត់យកចំណូល income ណាយកទៅបង់អញ្ចឹងសំខាន់តើសមត្ថភាពអ្នកទាំងអស់គ្នាអាចធ្វើបានអត់អញ្ចឹងមិនថាអ្នកទាំងអស់គ្នាจะពាក់លុយឬមួយមិនจะពាក់លុយមានចំណូល income មិនមានគឺអ្នកទាំងអស់គ្នាអាចធ្វើបានឥឡូវយើងសុកចិត្តដាក់ឈ្មោះគេចូលដើម្បីយើងចង់បានការប្រាក់ថោកឬមួយក៏យើងសុកចិត្តដកលុយចេញតែឈ្មោះយើងដែរដើម្បីការប្រាក់ខ្ពស់អញ្ចឹងយ៉ាងណាមិញសិទ្ធិរបស់យើងគឺយើងអាចមានសិទ្ធិទៅធ្វើអីទៀតបានអញ្ចឹងណាអញ្ចឹងជាចំណុចមួយដែលចង់ចែករំលែកអ្នកទាំងអស់គ្នាដឹងចាធ្វើបានប៉ុន្តែពេលដែលមានបញ្ហាកើតឡើងអញ្ចឹងយើងត្រូវដឹងព័ត៌មានច្បាស់លាស់មុននឹងយើងសម្រេចអ្នកទាំងអស់គ្នាចាអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបញ្ជាក់ឲ្យបញ្ជាក់ទៀតអ្នកទាំងអស់គ្នានាងខ្ញុំមិនមែនជាមេធាវីនាងខ្ញុំមិនមែនជាអ្នកជំនាញខាងអីទេគ្រាន់តែថានាងខ្ញុំឆ្លងកាត់ជួបជាមួយបងប្អូនខ្មែរយើងច្រើនដែលគាត់ទេមកពិភាក្សាដែលគាត់ត្រូវការនេះត្រូវការនោះអញ្ចឹងទៅវាទៅជាអកសើអញ្ចឹងទៅអត់ច្បាស់លាស់ក្រាស់ស្នាមអញ្ចឹងទៅលក្ខណៈនឹងមួយដែលនាងខ្ញុំឃើញហើយឮហើយជួបហើយអញ្ចឹងនាងខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នាចាកុំឲ្យមានបញ្ហាអញ្ចឹងយើងត្រៀមមុននឹងបញ្ហាដែលកើតឡើងចាចឹងអ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់វីដេអូថ្ងៃនេះកុំភ្លេចជួយ click like click share ឲ្យបានច្រើនសម្រាប់បងប្អូនយើងដែលគាត់អត់បានដឹងព័ត៌មាននេះគឺគាត់ចែករំលែកទៅគាត់អញ្ចឹងជួនកាលគាត់ស្គាល់នឹងខ្ញុំគាត់ដឹងថាព័ត៌មានត្រូវទៅណា at least ចែករំលែកព័ត៌មាននេះនៅលើបណ្ដាញ Facebook បណ្ដាញសង្គមដើម្បីចែករំលែកទៅបងប្អូនខ្មែរយើងដែលគាត់អត់ follow នឹងខ្ញុំចាអញ្ចឹងសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណច្រើនបាយបាយ